អតីតលោកអុកញ៉ា Gen Z ដែលជាមេខ្លោងឆោបោកអនឡាញដ៏ធំនៅកម្ពុជាប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតនៅចិនបន្ទាប់ពីរដ្ឋអាជ្ញាចិនសម្រេចបន្ថែមបទល្មើសចោទប្រកាន់មួយបទល្មើសទៀតគឺបង្កល្បួសស្នាមដោយចេតនានេះបើយោងទៅតាមការចុះផ្សាយរបស់សារព័ត៌មានសិក្ខាបុរី CNA នៅថ្ងៃទី27ខែកក្កដាឆ្នាំ2026នេះសូមរំលឹកផងដែរថាកាលពីប៉ុន្មានខែមុននេះអុកញ៉ា Gen Z ត្រូវបានសមត្ថកិច្ចរបស់កម្ពុជាចាប់បញ្ជូននឹងឲ្យទៅជាប់ពន្ធនាគារនៅឯប្រទេសចិនដើម្បីរងការកាត់ក្តីពីប៉ូលីសនៅឯប្រទេសចិនឥឡូវនេះប៉ូលីសរបស់ប្រទេសចិនក៏បានកាត់ក្តីឲ្យអុកញ៉ា Gen Z ជាប់ពន្ធនាគារអស់មួយជីវិតហើយអ្វីដែលរឹតតែគួរឲ្យភ្ញាក់ផ្អើលជាងនេះបំផុតនោះគឺអុកញ៉ា Gen Z អាចនឹងត្រូវជាប់ទោសប្រហារជីវិតដោយសារតែបទល្មើសប្រើអំពើហិង្សាមួយទៀតអញ្ចឹងទេបទល្មើសនេះគឺថែមមួយកម្រិតទៀតហើយបងប្អូនទាំងអស់គ្នាអញ្ចឹងយើងមានតែរងចាំមើលទាំងអស់គ្នាថាតើលោកអុកញ៉ា Gen Z ដែលជាអតីតអុកញ៉ាជនជាតិចិនប៉ុន្តែធ្វើអុកញ៉ានៅកម្ពុជាថាតើគាត់វាសនារបស់គាត់នឹងទៅជាយ៉ាងណានៅថ្ងៃខាងមុខអញ្ចឹងយើងមានតែរងចាំមើលទាំងអស់គ្នាថាតើទោសគាត់ត្រូវប្រហារជីវិតមែនដែរឬទេបងប្អូនទាំងអស់គ្នា